好，大家早上好，早上好。好的，那我们继续吧。今天我们要上第六课，好，请你们打开书，第六课。好的，那今天是星期几？好，请你们告诉老师一下，今天是2025年，对，2025年几月？是3月对吧？3月，还有是今天是12号，对，12号，星期几？大家星期二，对，今天是星期二，今天是星期二。好的，好，我们看一下第六课，好，好，我们就上第六课吧。到，正面练家老师不用复习了，到，已经就没带不着吗？到了，用开始。好，别的没别个不赢。好，跟老师读妈妈，妈妈。好，第二，汉字，汉字。第三，中国菜，中国菜。对，中国菜。好，第四，说汉语，说汉语。第五，写汉字，写汉字。好，第六，做中国菜，做中国菜。对，好的，我们看一下妈妈，你将不应可能的要说妈妈的说，đi好，汉字在么说诶，这是怎样吗？老师不用muối，别太汉语，对，汉语，汉语。汉语คือ说别个同义词，对，同义词，中文，对，汉语同义词，中文，对，中文。好，汉语同义词，中文，对，好。但是有的中国人说中文，对，中文，很多中国人经常说中文比汉语多。好，trong Bình Dương trong phần Hàn ngữ của bạn đấy, Trung Văn của bạn đấy còn là chuyên phía trên, chuyên gì Trung Văn chỉ rằng, 我以后我会说中文，对，面对他我会说汉语的。好，你这么说你应将你说汉语面对你ภาษา真说中文của你ภาษา真ได้特别字那តំណាងឲ្យអក្សរចឹង汉字តំណាងឲ្យ中文字中文字ប្រែថាអក្សរចិន中国ប្រែថាប្រទេសចិនដល់ពេលឆាយប្រែថាម្ហូបចឹង中国菜ប្រែថាម្ហូបចិនត្រូវមកអក្សរB 对说汉语说汉语គឺអក្សរ C 你好写汉字写汉字ប្រែថា写យើងអានទៅវិញលើមួយទៅវិញក៏អបចូលគ្នា写对写写对写ប្រែថាសរសេរ写汉字សរសេរអក្សរចិនចឹងត្រូវជាមួយអក្សរ对不起អក្សរ老师写错了妈妈本来就是 F អក្សរ F 好写汉字ត្រូវមួយអក្សរ D 对好做中国菜做中国菜ត្រូវមួយអក្សរ中国菜ត្រូវមួយអក្សរ E 对很好ត្រូវមួយអក្សរ E 好的好我们看一下好第一第一会对会乌一微呵为会对会乌啊哇是哇说是来第一说对妈妈好妈妈会对会ยังแปลថា can អាចឬក៏ប្រែមួយទៀតប្រែថាចេះ对好说แปลថានិយាយ好ម៉ាម៉ាប្រែថាម៉ាក់កន្លែងនេះស្រួលមែនទែន好តោះ就是អានតែម្ដងបានហើយឥឡូវយើងចូលដល់ sentence របស់យើង好你会说汉语吗你会说汉语吗你会说汉语吗 B 我会说汉语我会说汉语 A 你妈妈会说汉语吗你妈妈会说汉语吗 B 他不会说他不会说对不会说什么语言不会说汉语ឬក៏不会说中文អញ្ចឹងយើងចំណាំបើសិនជាគេសួរថា你会说汉语吗មានន័យថាអ្នកចេះនិយាយភាសាចិនអត់ប្រសិនបើគេអត់ប្រើពាក្យ汉语គេលុប汉语ចេញណាអញ្ចឹងគេអាចប្រើពាក្យអីគេវិញបានអញ្ចឹង
Hàn Ú chấm nuôi bịa thế chấm nuôi bịa thế Trung Trung文对中文好汉语怎么别它中文对中文好你会说汉语吗如果你会说中文吗对你这么自己已经真正gì thế bà cái số Hàn ngữ dương sai Hàn ngữ 我会说汉语bà xin gì dương cái số thay Trung文 dương quan trai đôi khi mà 我会说中文对还这么dương ở chế ở ai sai ta chế nè sai ta 我不会对我不会我不会中文对我不会中文好还这么dương chế thì tết tham mày mà chế thì là sư biển biệt mấy dương cho như thế 我会一点点中文对我会一点点中文មានន័យថាខ្ញុំជាភាសាចិនតិចតួចបើសិនជាយើងអត់រៀនវេយ្យាករណ៍ទេយើងប្រកាសនិយាយថា我会中文一点点nàyអញ្ចឹងបើយើងនិយាយថា我会中文一点点អាហ្នឹងមានន័យថាយើងគិតជាភាសាខ្មែរហើយយើងគិតដូចខ្មែរយើងថាខ្ញុំចេះចិនតិចតួចតែបើចិនគេនិយាយថាខ្ញុំចេះបន្តិចបន្តួចភាសាចិន我会一点点中文និយាយចឹងបានត្រូវណា好你妈妈会说汉语吗？如果你妈妈会说中文吗？好，如果他们会，我们要说他会说。如果这个他不会说汉语គាត់មិនចេះនិយាយភាសាចិនទេ好អញ្ចឹងយើងដឹងហើយបើយើងចង់ដូរមនុស្សទៀតម៉ាក់របស់អ្នក你妈妈បងប្រុសអ្នក你哥哥បងស្រីអ្នក你姐姐ប៉ារបស់អ្នក你爸爸好កុងញីយាយាអញ្ចឹងយើងដូរទៅតាមនាមដែលយើងចង់និយាយចង់សម្រាប់លើមនុស្សណាបងប្រុសបងស្រីបងប្រុសបងស្រីម៉ាក់ប៉ាកុងយាយយើងប្រើតាមពាក្យភាសាចិនហ្នឹងទៅដូរទៅកន្លែងហ្នឹងជាការស្រេច好的តឥឡូវយើងតទៀតកន្លែងនេះតទៀតតពួកយើង好តទី4ពាក្យទី4ទី4គឺឆាយ对吃爱菜ឆាយយើងប្រែបានន័យពីរឆាយប្រែថាម្ហូបក៏បានបន្លែក៏បានដែរយើងបើតាមស្ថានភាពហោដូចខ្មែរយើងថាតើណាទៅទិញម្ហូបតាមពិតគឺគាត់ទៅទិញបន្លែមកធ្វើម្ហូបទេ对ចឹងមើលទៅតាមស្ថានភាពណា好菜ប្រែថាបន្លែក៏បានម្ហូបក៏បាន很对喝很第五很正在的ណា很ណា好吃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 ប្រែថាឆ្ងាញ់មែនតើ好ប្រែថាល្អ吃ប្រែថាញ៉ាំអញ្ចឹងមិនមែនបើថាល្អញ៉ាំទេយើងប្រែថាឆ្ងាញ់ដោយសារតែវាញ៉ាំទៅវាល្អអញ្ចឹងមានន័យថាឆ្ងាញ់ហើយ做对做ប្រែថាធ្វើ做好的老师再读一遍菜很好吃好吃做对好我们看 A 中国菜好吃吗中国菜好吃吗好 B 中国菜很好吃中国菜很好吃 A 你会做中国菜吗你会做中国菜吗好我不会做我不会做好再来中国菜好吃吗中国菜很好吃你会做中国菜吗你会做中国菜吗我不会做对好老师再读一遍跟老师读中国菜好吃吗ตามម្ហូបចិន中国菜ឡើយហ្នឹងបកតាមម្ហូបចិនណាឆ្ងាញ់អត់ហ៎ B គេនិយាយថា中国菜很好吃អូយម្ហូបចិនឆ្ងាញ់ខ្លាំងមែនតើ A គេសួរថា你会做中国菜吗តើអ្នកចេះធ្វើម្ហូបចិនអត់ចុះបើសិនម្ហូបខ្មែរថាម៉េចដាក់ប្រទេសខ្មែរយើងមក柬埔寨菜ម្ហូបខ្មែរ柬埔寨菜ម្ហូបខ្មែរ越南菜ម្ហូបវៀតណាមថៃក៏菜ម្ហូបប្រទេសថៃណាជាងដូរតែប្រទេសមួយមកហើយថែមពីអក្សរ菜ជាការស្រេច你会做中国菜吗你会做柬埔寨菜吗你会做越南菜吗你会做泰国菜吗យើងដូរទៅកន្លែងហ្នឹងទេ
我不会做ខ្ញុំអត់ចេះទេចុះបើខ្ញុំចេះបើចេះយើងលុបតែពាក្យពុចេញមក我会做តែប៉ុណ្្នឹងបានហើយ我会做ខ្ញុំចេះធ្វើ我不会做ខ្ញុំមិនចេះធ្វើទេ好的អញ្ចឹងថ្ងៃនេះយើងរៀនតែប៉ុណ្្នឹងបានហើយសំណួរឬនឹងដាក់ឲ្យពួកយើងនៅពេលដែលពួកយើងធ្វើណា好我们看一下好អញ្ចឹងសំណួរឬនឹងដាក់កន្លែងនេះ你会说汉语吗អញ្ចឹងយើងឆ្លើយមកខ្ញុំចេះតិចតួចថាម៉េច我会说一点点汉语ឬក៏我会说一点点中文你会写汉字吗តើអ្នកចេះសេអក្សរចិនអត់ដូចពួកយើងអញ្ចឹងពួកយើងអត់រៀនសរសេរទេយើងរៀនតែ拼音ទេអញ្ចឹងយើងត្រូវនិយាយថា我不会写汉字好សំណួរតទៀត你会做中国菜吗បើអត់ចេះទេ我不会做你有汉语名字吗តើអ្នកមានឈ្មោះភាសាចិនអត់我没有ខ្ញុំអត់មានទេទី5你会写你的汉名កន្លែងទី5នេះមិនទេបើយើងអត់មានឈ្មោះផងគេអត់សួរទេណាបើទី4ហ្នឹងបើយើងអត់មានគឺរសើរសួរទី5ទេតែបើសិនជាយើងមានឈ្មោះថា我有汉语名字ខ្ញុំមានឈ្មោះជាភាសាចិន老师នឹងសួរថា你会写你的汉语名字吗តើអ្នកចេះសេឈ្មោះចិនរបស់អ្នកអត់对先讲不用拖太慢了。好的，那今天我们到这里吧。好，谢谢大家，我们再见，大家再见，拜拜。好，再见，再见。